ឆ្នាំមមីរិស័យស្រត់ចុះនៅថ្ងៃនេះលោកអ្នកគួរមានការប្រុងប្រយ័ត្នរកការចំណាយចាយវាយនិងការទុកចិត្តអ្នកដទៃគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការប្រទាំងប្រទើសនិងអ្នកមានមុខរបរដូចគ្នាដូច្នេះហើយគួរមានការអត់ធ្មត់ពីសម្ដីឲ្យបានខ្ពស់ទើបជាការប្រសើរបើមិនដូច្នោះទេនឹងអាចមានរឿងរ៉ាវកើតឡើងកាន់តែធ្ងន់ធ្ងរជាក់ជាមិនខានការធ្វើដំណើរទីជិតទីឆ្ងាយគួរមានការប្រុងប្រយ័ត្នប្រយែងរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ពុំសូវជាមានភាពល្អប្រសើរប្រមាណដែរនៅថ្ងៃនេះឆ្នាំមមែរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរកាំរកូសខ្លះចូលមកយាយីតែมันមានជាបញ្ហាអ្វីធំដុំនោះឡើយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានការកាក់កបអាចរកបង្ក្រប់ឆ្នាំងបានចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃរីឯការធ្វើដំណើរជិតឆ្ងាយក៏ទទួលបាននូវភាពសុខសាន្តឆ្នាំវោកឬស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរជាឱកាសទទួលបានការកោតសរសើរឬការដំឡើងតួនាទីទៀតផងចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមានភាពកាក់កបអាចរកចំណូលបានមិនថាកិច្ចការងារតូចឬក៏កិច្ចការងារធំនោះឡើយចំពោះការធ្វើដំណើរទីជិតទីឆ្ងាយក៏ទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញផងដែរសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពរលូននិងផ្អែមល្ហែមជាប្រពៃឆ្នាំរការិស័យខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសល់ពីមុនមកនោះឃើញថាផ្ដល់ផលល្អនៅពេលក្រោយជានិច្ចចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះហើយជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនថ្មីបានទៀតផងការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំចរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានបញ្ហាខ្លះចូលមកយាយីតែមិនមានអ្វីធំដុំនោះឡើយដូច្នេះអ្នកត្រូវមានការអត់ធ្មត់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើរអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះពុំសូវជាមានភាពកាក់កបប្រមាណនោះឡើយបានត្រឹមសម្រាប់ចិញ្ចឹមក្រពះតែប៉ុណ្ណោះរីឯការធ្វើដំណើរទីជិតទីឆ្ងាយក៏គួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើរចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានការរកាំរកូសតិចតួចតែបើលោកអ្នកធ្វើការដោះស្រាយនោះក៏តែងតែមានភាពរលូនមកវិញជានិច្ចឆ្នាំកុលរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងចំពោះឯអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញបើអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរឃើញថាជាឱកាសល្អប្រសើរបំផុតរីឯការធ្វើដំណើរទីជិតទីឆ្ងាយក៏ជួបតែភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពរលូននិងផ្អែមល្ហែមជាប្រពៃបើសម្រាប់ហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃនេះផងដែរក៏សូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ផងដែរខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខសាន្តរកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាបាទសូមចុចពាក្យ Subscribe និងចុចលើសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីនៅពេលក្រោយទៀត
បាទសូមអរគុណសូមជម្រាបលាបាទសូមគោរពជម្រាបសួរពុកម៉ែមីមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះថ្ងៃសុក្រទី17ខែកក្កដាឆ្នាំ2026បាទនៅថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយកនៅហោរាសាស្ត្រប្រចាំថ្ងៃមកចែកជូនពុកម៉ែបងប្អូនប្រិយមិត្តរីករាយសន្តាប់បើចំពោះការមើលតាមក្បួនទិសនៃបេះដូងរស់លោកអ្នកគួរធ្វើដំណើរទៅទិសពាយ័ព្យមិនគួរធ្វើដំណើរទៅទិសអាគ្នេយ៍ឡើយដែលជាទិសអពមង្គលចំពោះការមើលតាមក្បួនទំនាយជ័យរឹសនៃការអង្គុយឲ្យមានសិរីសួស្តីឬក៏រៀបចំពិធីមង្គលការសែនព្រេនឬលេងល្បែងស៊ីសងអ្វីមួយនោះឲ្យអង្គុយនៅទិសអាគ្នេយ៍បែរមុខទៅរកទិសបស្ចិមប្រសិនបើលោកអ្នកអាចធ្វើតាមក្បួននេះប្រកាសជានឹងទទួលបាននូវផលសម្រេចជោគជ័យជាក់ជាមិនខានចំពោះក្បួនកាកបាទយាមក្រឡាក្នុងការចងក្រងថាតើម៉ោងណាគួរចេញដំណើរម៉ោងណាទទួលបានលៀបម៉ោងណាគ្រោះថ្នាក់នោះមានដូចតទៅចាប់ពីម៉ោងមាន់រងាវរហូតដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងល្អណាស់មានន័យថាលោកអ្នកធ្វើដំណើរទៅណាមកណាទទួលបានភាពសុខសាន្តនិងទទួលបាននូវលៀបបរិបូរណ៍ចាប់ពីម៉ោង6កន្លះរហូតដល់ម៉ោង11:00គឺជាម៉ោងកាកបាទម៉ោងនេះគឺជាម៉ោងអន្តរាយលោកអ្នកពុំគួរចេញធ្វើដំណើរឆ្ងាយឡើយតែបើធ្វើដំណើរលោកអ្នកគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចាប់ពីម៉ោង11:00រហូតដល់ម៉ោង2រសៀលគឺជាម៉ោងទទេស្អាតមានន័យថាលោកអ្នកចេញដំណើរទៅណាមកណាមិនទទួលបានផលអ្វីទេហើយក៏ពុំមានជួបបញ្ហាអ្វីកើតឡើងដែរចាប់ពីម៉ោង2:00រហូតដល់ម៉ោង5:00គឺជាម៉ោងសុខសាន្តលោកអ្នកធ្វើដំណើរនៅក្នុងចន្លោះម៉ោងនេះពិតជាទទួលបាននូវភាពសុខសាន្តសុខដុមមិនមានបញ្ហាអ្វីកើតឡើងនោះទេចាប់ពីម៉ោង5:00រហូតដល់ម៉ោងចូលគេងបើសិនជាលោកអ្នកចេញដំណើរនៅក្នុងម៉ោងនេះគឺជាម៉ោងគ្រោះកាចដូច្នេះលោកអ្នកគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់បំផុតបើហើយជាបន្តក៏សូមចូលដល់ការទូទាយនៅជោគជតារាសីសម្រាប់ឆ្នាំទាំង12បាទមុននឹងចូលដល់ការទូទាយនៅជោគជតារាសីសម្រាប់ឆ្នាំទាំង12ខ្ញុំបាទក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកសូមតាមជួយថែរក្សានិងខំក្រងពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ឲ្យទទួលបាននូវភាពសុខសាន្តនិងមានសុភមង្គលព្រមទាំងរកទទួលទានមានបានទាំងអស់គ្នាបាទហើយសម្រាប់ថ្ងៃនេះផងដែរឆ្នាំជូតរិស័យខ្ពស់ត្រដែតថ្ងៃនេះការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនោះមិនថាជារឿងការងាររឿងប្រកាសឬក៏រឿងផ្ទាល់ខ្លួននោះទេឃើញថាមានការចម្រើនលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការកាក់កបការរកកម្រៃទៀតសោតនោះក៏គ្រាន់បើជាងមុនទៀតផងចំពោះការចេញដំណើរចិត្តឆ្ងាយទៅណាមកណាឃើញថាមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំឆ្លូវរាសីខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរព្រោះថាផលជាផ្លែផ្កាកំពុងតែរងចាំលោកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះក៏មានការចម្រើនលូតលាស់ការរកកម្រៃឃើញថាមានភាពកាក់កបគួរសម
រីឯការធ្វើដំណើរទីជិតទីឆ្ងាយមានការទទួលការរាក់ទាក់ពីអ្នកជុំវិញខ្លួនព្រមទាំងទទួលបាននូវភាពសុខសាន្តឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំខាលឬសីស្រុតចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានភាពល្អប្រសើរនោះឡើយដូច្នេះគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់បំផុតរាល់ការសម្រេចចិត្តនានាគួរមានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាពុំសូវជាមានភាពកាក់កបនោះទេអ្នកខ្លះរកបង្គ្រប់ឆ្នាំងស្ទើរពុំបានផងរាល់ការធ្វើដំណើរទៅណាមកណាជិតឆ្ងាយក្តីលោកអ្នកគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់បំផុតទើបជាការប្រសើររីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានការមួម៉ៅរកាំរកុសកើតឡើងជាញឹកញាប់ឆ្នាំថោះរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគមានរិស័យហើយបើទោះជាធ្វើអ្វីក៏ដោយក៏តែងតែមានការរីកចម្រើនលូតលាស់ទៅមុខអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាមានការប្រជែងគ្នាខ្លះពិសេសអ្នកដែលមានមុខរបរដូចគ្នាតែម្ដងដូច្នេះហើយគួរក៏បីមានការបើកចិត្តឲ្យទូលាយទើបគ្មានរឿងរ៉ាវចម្រូងចម្រាសណាមួយកើតឡើងបានរីឯការធ្វើដំណើរទីជិតទីឆ្ងាយទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមជាប្រពៃឆ្នាំរោងនៅថ្ងៃនេះរាសីល្អមធ្យមដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះឃើញថាមានដំណើរការទៅតាមផែនការយ៉ាងរលូនតែត្រូវមានការអត់ធ្មត់និងប្រុងប្រយ័ត្នរាល់ការងារពាក់ព័ន្ធនឹងឯកសារចុះកិច្ចព្រមព្រៀងណាមួយចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានចំណូលតិចតួចត្រឹមតែចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះឯការធ្វើដំណើរទីជិតទីឆ្ងាយក៏គួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពល្អប្រសើរនិងផ្អែមល្ហែមជាប្រពៃឆ្នាំម្សាញ់រិស័យខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកក៏តែងតែទទួលបានផលល្អនៅពេលក្រោយជានិច្ចចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខគួរជាទីពេញចិត្តដូច្នេះហើយបើលោកអ្នកចង់ផ្លាស់ប្ដូរមុខរបរថ្មីឬពង្រីកមុខរបរអ្វីមួយនោះក៏ឃើញថាដំណើរការទៅមុខយ៉ាងរលូនរីឯការធ្វើដំណើរទីជិតទីឆ្ងាយក៏មានភាពសុខសាន្តល្អប្រសើរ